ការពិតទៅវីដេអូមុនគឺខ្ញុំបានចេញរួចហើយតែតទៅនឹងសារ៉ាំទីឧក្រិដ្ឋកម្មបលាយពូជសាសមួយហ្នឹងប៉ុន្តែថ្ងៃនេះខ្ញុំចង់និយាយលម្អិតឲ្យណាមួយខ្ញុំអូវីដេអូទៅឃើញនៅសល់សាច់រឿងជាច្រើនទៀតដែលខ្ញុំគួរតែនិយាយប្រាប់ឲ្យលម្អិតជាងមុនមែនតើដោយសារកាលពីវីដេអូមុនហ្នឹងគឺខ្ញុំនិយាយតែតទៅនឹងពួកយើងកាន់តែរីកមិនអត់អ្នកទាំងអស់គ្នាតលេងហើយនឹងសិក្សាពីប្រវត្តិសាស្ត្រតិចតួចប៉ុន្តែមកលើកនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលពីសាច់រឿងនៅកន្លែងគុកទូតស្លៃហ្នឹងហ្មងអញ្ចឹងឃើញខ្ញុំអង្គុយថតហ្នឹងមិនមែនជាកន្លែងដែលខ្ញុំអង្គុយលេងឬក៏រំហែទេអ្នកទាំងអស់គ្នាកន្លែងនីមួយៗដែលខ្ញុំអង្គុយហ្នឹងគឺសុទ្ធសឹងតែជាកន្លែងដែលគេតម្រូវឲ្យយើងអង្គុយហើយស្ដាប់ពីអ្វីដែលគេនិយាយហើយខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាមួយទៀតអ្នកទាំងអស់គ្នាអាចជួលជាកាសដើម្បីស្ដាប់ទៅពួកអីនៅក្នុងកាសហ្នឹងហើយក៏មានជាតាមលេខរៀងដែលអ្នកទាំងអស់គ្នាគួរតែស្ដាប់ដំណើរសាច់រឿងមួយហ្នឹងផងដែរតែយើងបន្តសាច់រឿងទៀតតងទៅនឹងកន្លែងបល័យពូជសាសឬក៏តួស្លែងហ្នឹងនៅកន្លែងហ្នឹងគឺមានឈ្មោះច្រើនដែលគេហៅថាកន្លែងពូជកន្លែងបល័យពូជសាសឬក៏តួស្លែងឬក៏ស21ឬក៏សម័យប៉ុលពតអីហ្នឹងឬក៏ខ្មែរក្រហមខ្មែរសម្លាប់ខ្មែរហ្នឹងគឺមានឈ្មោះច្រើនមែនតើហើយកន្លែងដែលខ្ញុំចូលថតនេះខ្ញុំចាប់ផ្ដើមចូលមកចំណុចទៀតហើយតកទៅនឹងបល័យពូជសាសពួកខ្ញុំស្ដាប់តាមកាសដូចគ្នាហើយពេលយើងជួលកាសហ្នឹងទៅគឺយើងធ្វើឲ្យយើងងាយស្រួលក្នុងការចាប់ពីចំណុចនីមួយៗនៃប្លង់ហើយនឹងក៏ដូចជាកន្លែងកើតហេតុនៅកន្លែងបល័យពូជសាសហ្នឹងផងដែរហើយនៅពីកន្លែងមួយទៅកន្លែងមួយហ្នឹងសុទ្ធសឹងតែជាកន្លែងធ្វើទារុណកម្មទាំងអស់សំខាន់បើសិនជាអ្នកទាំងអស់គ្នាបានទៅមើលដល់កន្លែងហ្មងគឺឃើញពីភាពសាហាវយងខ្នងយកតែមែនតែនហ្មងហើយនេះគឺជាអីដែលគេតែងតែបង្ហាញប្រាប់យើងពេលយើងទៅដល់នឹងសាច់រឿងដែលគេបានដាក់នៅលើហ្នឹងទាំងភាសាអង់គ្លេសនិងភាសាខ្មែរហើយបែរដែលខ្ញុំឆ្លាញ់នឹងចូលចិត្តជាងគេនៅក្នុងបល័យពូជសាសមួយហ្នឹងគឺតាកតងទៅនឹងខាតែទាំរបស់សន្តិសុខនៅក្នុងហ្នឹងឬក៏អ្នកថែទាំកន្លែងប្រវត្តិសាស្ត្រមួយហ្នឹងគឺគាត់បានដាំស្មៅនិងជាកន្លែងដែលចម្រុះសម្រាប់ភ្ញៀវទេសចរយើងផងដែរហើយម្ដងនេះគេណែនាំឲ្យយើងមើលតាកតងទៅនឹងរូបពលពតនិងគេបញ្យល់ថាតើមេដឹកនាំមួយណាមេដឹកនាំមួយណាជាអនុធានមេដឹកនាំមួយណាគ្រប់គ្រងទៅលើការដាក់ទោសអីចឹងការសម្រេចចិត្តអីចឹងគឺមានច្រើនគឺនំមានច្រើនទៀតហើយទាំងនេះអ្នកទាំងគ្នាឃើញអាឡែងថ្មគេចាប់ជាប្រឈមមិញកន្លែងហ្នឹងសុទ្ធតែជាឈ្មោះរបស់សាកសពដែលគាត់បានចែកឋានទៅទទួលមរណភាពបន្ទាប់ពីពួកខ្មែរក្រហមហ្នឹងគឺធ្វើបាបហើយក៏គេបានកត់ទុកជាប្រវត្តិសាស្ត្រអីចឹងទៅគេជាជ្រាវយំមកចឹងទាំងអស់ហ្នឹងសុទ្ធតែជាប្រវត្តិសាស្ត្រដែលអ្នកទាំងគ្នាគួរតែសិក្សាស្វែងយល់ហើយជៀសវាងការធ្វើយើងចាយើងត្រូវបែងចែកឲ្យមួយថាអីជាខុសអីជាត្រូវចឹងទៅដើម្បីជៀសវាងធ្វើយើងគិតខុសមួយពេលឬក៏ធ្វើបែបណា like ទៅនឹងប្រវត្តិសាស្ត្រមួយហ្នឹងខ្លាចវាច្រំដែលចឹងអូខេមកដល់ចំណុចនេះវិញគឺខ្ញុំសូមនិយាយបន្ថែមទៀតហើយវាពិតជាកំសត់ខូខ្លាំងមែនទែនបើសិនជាអ្នកទាំងអស់គ្នាបានស្ដាប់នៅអ្វីដែលគេបាននិយាយរៀបរាប់ទាំងមនុស្សស្រីទាំងមនុស្សប្រុសគឺត្រូវការដាក់ទណ្ឌកម្មមើលអ្នកទាំងអស់គ្នាអាចមើលរូបហ្នឹងបានខ្ញុំអត់ចង់និយាយអីច្រើនទេដោយសារតែពេលនិយាយទៅអាពាក្យដែលគេធ្វើទណ្ឌកម្មហ្នឹងវាខូយងខ្នងពេកបើសិនជាអ្នកទាំងអស់គ្នាមានពេលអ្នកទាំងអស់គ្នាគួរតែទៅសិក្សាហើយអញ្ចឹងខ្មោចទាំងនេះហើយគេរៀបជាផែនទីរបស់យើងហ្នឹងគេចង់បញ្ជាក់ថាពេលហ្នឹងគឺយើងស្ថិតនៅចាបល័យពូជសាសន៍ខ្មែរសម្រាប់ខ្មែរខ្លួនឯងអញ្ចឹងវាជារឿងសោកសៅពីប្រទេសរបស់យើងខ្លាំងមែនហើយក៏មានជនជាតិជាច្រើនហើយអ្នកទាំងអស់គ្នាបានឃើញរូបខាងលើនោះរូបដែលមានផ្ទាំងចំធំជាងគេហ្នឹងសុទ្ធតែជាក្បាលខ្មោចដែលគេសម្លាប់ហ្នឹងហើយនេះគឺជាចុងវីដេអូគឺខ្ញុំបានបញ្ចូលអស់ហើយក៏ជាផ្នែកមួយដែលអ្នកទាំងគ្នាគួរតែទៅសិក្សាដែរហើយអរគុណអ្នកទាំងគ្នាដែលមើលដល់ចប់នៅចុងវីដេអូមួយនេះអញ្ចឹងនៅក្នុងចុងវីដេអូអ្នកទាំងគ្នាកុំភ្លេច like និង follow ខ្ញុំផងណាអរគុណតែនមែន